ការដាំដុះវាជាប្រចាំហើយថ្ងៃនេះក៏នៅតែចែកចម្លែកដែរបាទអាងដែលខ្ញុំធ្វើបច្ចុប្បន្ននេះបាទរាប់រយអាងបងប្អូនណាមិនមែនតែមួយអាងទេរាប់រយអាងបាទអញ្ចឹងគឺខ្ញុំធ្វើ3x 3បាទកម្ពស់ខ្ញុំធ្វើមានកន្លះម៉ែត្រមាន6 តឹកមាន7មាន8មាន1ម៉ែត្រមាន1ម៉ែត្រ2 តឹកមាន1ម៉ែត្រកន្លះមាន2ម៉ែត្របាទដែលខ្ញុំធ្វើអាងនេះមានខាងជួរណា2ម៉ែត្រជាងក៏មានបាទហើយរបៀបនៅក្នុងការធ្វើអាងនេះដោយសារយើងមិនមែនចិញ្ចឹមសត្វតែមួយមុខទេគឺយើងចិញ្ចឹមសត្វច្រើនប្រភេទបាទនៅក្នុងហ្នឹងសត្វខ្លះក៏ត្រូវការអាងកម្ពស់2ម៉ែត្រដែរបាទអញ្ចឹងយើងងាកមកតាក់ទងនឹងទំហំវិញគឺ3x 3 9ការ៉េបាទយើងដាក់ជីសរីរាង្គចំនួន3គីឡូហើយយើងដាក់អំបិលចំនួន2ខាំហើយយើងដាក់ចកចំនួន10គីឡូបាទយើងដាក់ចកចំនួន10គីឡូបាទហើយបងប្រុសបងស្រីអាចដាំជាលក្ខណៈអាងតង់តូចៗក៏បានបាទអាងតង់តូចក៏បានហើយបងប្អូនប្រើជីសរីរាង្គដែលខ្ញុំបញ្យល់មិញហើយបាទហើយបងប្អូនប្រើទឹកសូលីសុងដូចគ្នា3គុណនឹង3ហ្នឹង9ការ៉េបងដាក់ទឹកសូលីសុងចំនួន3លីត្របងដាក់អំបិល2ខាំហើយបងដាក់ចកអាសូឡាចំនួន10គីឡូហើយបងដាំរយៈពេលតែ2ថ្ងៃគឺដោះណែនអញ្ចឹងបាទដល់អញ្ចឹងយើងបំបែកបានដាំតែ2ថ្ងៃហើយបងប្រើជីសរីរាង្គដាំ5ថ្ងៃទៅ1អាទិត្យបានអាចបំបែកបានបាទបំបែកបានណាបាទហើយបញ្ជាក់ជូនបងប្រុសបងស្រីថាបងប្អូនចង់ទិញកញ្ចប់ជាឈុតក៏បានមានជាចកក៏បានមានជាជីក៏បានមានជាតង់ក៏បានមួយឈុតអញ្ចឹងបងប្អូនចង់បានចូលខមមិននៅក្នុងផេកទៅហើយឆាតសួរបន្ថែមទៅគឺយើងមានលក់កញ្ចប់ជាឈុតដែរបងប្អូនចង់បានឈុតដាំបែបទឹកសូលីសុងក៏បានបងប្អូនចង់បានដាំបែបជីសរីរាង្គក៏បានមានតង់ក៏បានយកតែចកក៏បានយកតែទឹកសូលីសុងក៏បានយកតែជីក៏បានហើយយកទាំងឈុតក៏បានបាទហើយយើងប្រឹក្សាបច្ចេកទេសជូនមកបងប្អូនមកចេះដាំបានបាទហើយបងប្អូនប្រយ័ត្នការដាំចកខ្ញុំតែងតែប្រយ័ត្នហើយណាប្រហែលបាត់ប្រយ័ត្នគង់ដុះក៏លឿនបាត់បង់ក៏លឿនបាទហើយដុះក៏លឿនសូម្បីចកស្លឹកធំមកឃើញដាំឡើងខៀវងឹតហើយស្លឹកធំមកឃើញបងបាទអញ្ចឹងយើងដាំដោយមានការតាមដានយើងដាំដោយមានការប្រុងប្រយ័ត្នបាទហើយយើងតាមដានវាប្រចាំទៅគឺធ្វើឲ្យចករបស់យើងហ្នឹងគឺដុះលឿនល្អបាទមិនមែនតិចអាងទេណានេះខ្ញុំដាំទៅលើផ្នែកអាងស៊ីម៉ង់ហើយនៅអាងតង់ទៀតបាទខ្ញុំដាំច្រើនបាទដើម្បីអីដើម្បីផលប្រយោជន៍របស់វាគឺទី1យើងដាំដើម្បីយកផ្ដល់ជាចំណីសត្វនៅក្នុងកសិដ្ឋានដែលមានត្រីដែលមានខ្យងមានមាន់ទាកប៉ាអញ្ចឹងដើមនឹងទី1ទី2គឺយើងដាំដើម្បីលក់ពូជបន្ថែមបានចំណូលណាបានចំណូលបាទហើយទី3គឺផលប្រយោជន៍របស់វាគឺពេលដែលយើងដាក់ទៅក្នុងទឹកគឺសត្វស៊ីអត់មានក្លិនស្អុយហើយមួយទៀតយើងដាក់ចូលក្នុងទឹកស្អុយគឺវាជួយបឺតជីស្អុយពេលដែលមាន់ស៊ីគឺមាន់ជុះមកគឺអត់មានក្លិនស្អុយនេះផលប្រយោជន៍បាទសម្រាប់ចកហើយផលប្រយោជន៍នៅក្នុងចកនេះគឺមានប្រូតេអ៊ីនខ្ពស់រហូតដល់30%ជាតិអាស៊ីតអាមីណូបាទច្រើនរហូតដល់10%ជាងហើយជាតិរ៉ែរហូតដល់12%បាទហើយនឹងមានជាតិវីតាមីនចម្រុះជាច្រើនដែលជួយដល់ការលូតលាស់របស់សត្វយើងផងដែរបាទអញ្ចឹងចង់បានពូជកុំភ្លេចឆាតសួរថែមហើយបច្ចេកទេសខ្ញុំមានបរិញ្ញាជូនបាទអរគុណជួបគ្នានៅវីដេអូបន្តទៀតបាទអរគុណ